បាទចូលទៅសួរពុកម៉ែបងប្អូនអានេះខ្ញុំមានរូបចម្លាក់ជំនុំស្បៀងបងប្អូនគិតមកហើយថ្មីបងប្អូនមានមុខកាត់140មិនដល់4ម៉ែត្រកន្លះបងប្អូនធ្វើពីឈើរីកកលបងប្អូនសាច់ស្អាតណាស់បងប្អូនហើយរូបចម្លាក់នេះបងប្អូនគឺធ្វើលក្ខណៈជ្រៅបងប្អូនបុកបានជំរៅដល់ទៅចូល8ហ៊ុនណាបងប្អូនឈើទំហំហើយវែងបែបនេះបងប្អូននិយាយរកទៅបងប្អូនហើយក៏ប្រហែលជាចង់អស់ទៅហើយបើសិនបងប្អូនអាចចាប់អារម្មណ៍អីតាក់ទងមកខ្ញុំបានជាយកទៅប្រើប្រាស់ដាក់ក្នុងគេហដ្ឋានឬសន្តាគារឲ្យបងប្អូនទៅត្រូវព្រោះខ្នាតធំនេះណាដល់ទៅ4ម៉ែត្រជាងហើយមុខ140បងប្អូនខ្ពស់ចង់កម្ពស់មនុស្សដែរហ្នឹងរូបដឹកស្បៀងដែលជាងយើងខ្ញុំបានរចនាបទឡើងនេះគឺតំណាងឲ្យនាំលៀបនាំសំណាងចូលផ្ទះណាបងប្អូនមានលៀបមានជ័យពេលដែលយើងទិញទៅយើងរើសថ្ងៃបងប្អូនថ្ងៃណាដែលល្អយើងចាប់ផ្ដើមចូលគេហដ្ឋានយើងទៅដឹកស្បៀងនេះគឺធ្វើតាមលំនាំច្បាប់ដើមពីដូនតាយើងហ្នឹងបងប្អូនដែលមានរចនាបទស្អាត4ខ្នាតត្រឹមត្រូវបងប្អូនដែលយកទៅដាក់គេហដ្ឋានហ្នឹងមានលៀបមានជ័យមានសេរីសួស្តីហើយរស់ស៊ីមានបានហើយជាងយើងខ្ញុំមិនមែនមានតែមួយស្លឹកទេបងប្អូនគឺមានខ្នាត120គុណនឹង4ម៉ែត្រជាងហើយនៅមានខ្នាតមុខ100គុណនឹង3ម៉ែត្រជាងបងប្អូនដោយដែលខ្ញុំបង្ហាញនៅក្នុងរូបភាពនេះបងប្អូនអាចទស្សនាបើពេញចិត្តអាចតាក់ទងខ្ញុំបានជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នា